នេះគឺជាដំណោះស្រាយសម្រាប់បងប្អូនដែលចង់ធ្វើការលុបគណនី Telegram ចូលមកកាន់ទូរស័ព្ទថ្មីដោយអត់មានចំណាយលុយអីទេសូម្បីតែ1រៀលអញ្ចឹងបងប្អូនដែលចង់ដឹងកុំភ្លេចមើលវីដេអូមួយនេះតាំងពីដើមរហូតដល់សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រមួយនៅក្នុងការ login គណនី Telegram បងប្អូនចូលទៅក្នុងទូរស័ព្ទថ្មីហើយយើងអត់មានធ្វើការចំណាយលុយអីទេទោះបី Telegram ទាបងលុយក៏ដោយណាអូខេអញ្ចឹងវីដេអូនេះបងប្អូនមិនឃើញទេខ្ញុំចូលមកកាន់គណនី Telegram ទូរស័ព្ទថ្មីមកតោះមកខ្ញុំ add គណនីតោះមកខ្ញុំវាយលេខទូរស័ព្ទគណនីនៅក្នុងទូរស័ព្ទ iPhone ហ្នឹងចូលមកក្នុង Android របស់ខ្ញុំអូខេអញ្ចឹងពេលដែលយើង login ចូលមកគឺយើងឃើញថាវាទាបងលុយអញ្ចឹងតែម្ដងអញ្ចឹងសម្រាប់ដំណោះស្រាយនេះមានបងជាច្រើនដែលគាត់បានចេញជាវីដេអូបង្ហាញជូនយើងទាំងអស់គ្នាហើយគឺទី1គឺយើងធ្វើការផ្លាស់អ៊ីនធឺណិតពី SIM ទៅ Wi-Fi ផ្លាស់ពី Wi-Fi មក SIM អីចឹងណាប៉ុន្តែវីដេអូនេះគឺខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្នាពីបងប្អូនចូលមកកាន់ Telegram web មកតើមកបងប្អូនចុចមកលើវានឹងចេញមកបែបនេះអូខេមកដល់ត្រង់នេះបងប្អូនធ្វើការវាយលេខទូរស័ព្ទរបស់បងប្អូនចូលមកខាងលើ Cambodia របស់យើងត្រឹមត្រូវហើយខាងក្រោមយើងដាក់លេខទូរស័ព្ទរបស់យើងមកដល់យើងពេញហើយយើងចុច next មកបងប្អូនយើងចុចកន្លែងហ្នឹងមកអូខេអញ្ចឹងវាផ្ញើសារមកកាន់ Telegram ចាស់របស់យើងហើយអញ្ចឹងយើងយកលេខកូដហ្នឹងមកវាយនៅក្នុង Telegram ថ្មីរបស់យើងមកអញ្ចឹងបន្ទាប់ពីយើងវាយ Telegram លេខកូដចូលហើយគឺយើងចូលបានរួចរាល់ហើយបងប្អូនអញ្ចឹងសម្រាប់ដំណោះស្រាយមួយនេះគឺពិតជាធ្វើបាន 100% មែនបងប្អូនក៏អាចធ្វើបានដូចគ្នាដែរប៉ុន្តែគ្រាន់តែ Telegram នេះគឺមិនមែនជា Telegram ដែលយើង download ចេញពី app ទេគឺ Telegram ដែលយើង download ចេញពី Google ដែលជាគេហៅ Telegram web អូខេអញ្ចឹងសម្រាប់វីដេអូនេះគឺយើងមានប៉ុណ្្នឹងទេបងប្អូនណាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសម្រាប់វិធីនេះបងប្អូនអាចធ្វើបានដោយងាយដោយខ្លួនឯងអូខេចឹងយើងជួបគ្នានៅវីដេអូក្រោយ